សួស្តីជាងអ្នកនេះថ្ងៃនេះខ្ញុំមានម៉ាស៊ីនចែក C7 តែងតែមានជាងសួរថា C7 មានការកត្រៃកាត់ម្ដងអត់កាត់អញ្ចឹងដោយការដេរនេះបើសិនថាអត់កាត់អញ្ចឹងជាងត្រូវមើលរឿងដូចជាកត្រៃតើវាចុះមកបានអត់ឬក៏វាគាំងហ្នឹងហើយឬវាគាំងហើយមួយទៀតយើងសម្អាតនៅលើអាភ្នែកឡើងអំពូលហ្នឹងហើយមួយទៀតយើងត្រូវមើលភ្នែកមុខក្រោយហ្នឹងតើមានការដាច់ខ្សែអត់ហ្នឹងហើយយើងមើលនៅក្នុងចំណុចហ្នឹងឬក៏យើងសម្អាតក្នុងពេលហ្នឹងដើម្បីចង់ដឹងថាម៉ាស៊ីនហ្នឹងវាមានបញ្ហាអីខ្លះហ្នឹងហើយរាល់ការសម្អាតរាល់ធ្វើការតេស្តត្រូវមើលកន្លែងទីតាំងកបិតនឹងតើវាធ្លាក់គៀបអត់ហើយមួយទៀតយើងមករលេខការធ្វើតេស្តកបិតកត្រៃតើវាកាត់អត់អញ្ចឹងយើងអាចធ្វើតេស្តបាននៅលើតេឡេចុចឲ្យជាប់ដើម្បីចង់ដឹងថាកត្រៃកាត់អត់បានន័យថាកត្រៃកាត់អញ្ចឹងឧបករណ៍នេះអត់ទាន់មានបញ្ហាអីទេឧបករណ៍កត្រៃទាំងអស់ហ្នឹងអត់មានទាន់មានខូចឬក៏មានការដោះទេបានន័យថាវាមានពាក់ព័ន្ធជាមួយកិច្ចការងារមួយចំនួនទៀតបានន័យថាយើងក្រឡេកមកមើលកម្មវិធីមួយគឺកម្មវិធី66គឺយើងដំឡើងភ្នែកដើម្បីឲ្យវាចាប់ហ្នឹងហើយដំឡើងភ្នែកដើម្បីឲ្យចាប់មើលតើវាបាត់អត់ភ្នែកហ្នឹងបានន័យថាភ្នែកហ្នឹងវាបាត់បានន័យថាយើងដាក់កម្រិតវាខ្ទាបពេកកាលណាកម្រិតវាខ្ទាបពេកធ្វើឲ្យភ្នែកហ្នឹងវាចាប់អត់បានវាបញ្ជាទៅប្រព័ន្ធ sensor កត្រៃចាប់អត់បានអញ្ចឹងទៅកលេចមើលនៅក្នុងចំណុចទី2ភ្នែកដែលចេញដូចគ្នាយើងទៅមើលលេខ67យើងទៅឡើងសេវាដូចគ្នាដើម្បីឲ្យភ្នែកហ្នឹងចាប់ខ្លាំងតើវាបាត់អត់បើវាបាត់បានន័យថាកម្រិតភ្នែកហ្នឹងវានៅក្នុងខ្ទាបសេវាអញ្ចឹងយើងដាក់តម្លើងវាឲ្យបានខ្ពស់មើលតើវាបាត់អត់បាត់អញ្ចឹងយើងបានន័យថាពាក់ព័ន្ធជាមួយការតម្លាក់សេវាភ្នែកហ្នឹងធ្វើឲ្យភ្នែកហ្នឹងវាចាប់អត់បានអញ្ចឹងយើងគ្រាន់តែតម្លើងសេវាភ្នែកឲ្យឡើងទៅដល់100ទៅវានឹងបាត់ហើយអញ្ចឹងយើងមកមើលការសាកដេរតើវាមានការកាត់អត់ទាំងអស់នេះយើងរៀបចំបានអស់ហើយចាំមើលយើងការដេរតើមានកាត់អត់បានន័យថាម៉ាស៊ីននេះកាត់ហើយវាពាក់ព័ន្ធមួយចំនួនអញ្ចឹងជាងទាំងអស់ជួយមើលការជាក់ស្ដែងទាំងអស់គ្នាហ្នឹងហើយអរគុណច្រើន